ពោះប្រាំង ABS ខ្ញុំធ្លាប់ជួបហេតុការណ៍មួយឡានហ្នឹងគាត់ឈប់ទិញអីប៉ុន្តែគាត់ឈប់ឡើងយូរដែរយើងមើលពីចម្ងាយមកបន្ទាប់មកគ្រាន់តែជិះជិតដល់គាត់បើកទ្វារឡានបើនៅតាមផ្លូវគេអត់មើលបងប៉ុន្តែពេលចាក់សាំងទៅអីហ្នឹងណាម៉ូតូនេះដូចយើងធំប្លែកហ្នឹងមកពីណានេះនិយាយគេសួរលៀងម៉ូតូអីគេសួរដែរជិះម៉ូតូម៉ាកអីគេអូន Peugeot បងតែគេអត់ដឹងប៉ុន្តែគាត់ចាប់អារម្មណ៍មែនតើបើសិនជាបានឌុបតារាល្បីមែនខ្ញុំចង់ឌុបបងសុខវិស័យតែគាត់ចាស់សោះហ្មងគាត់ទៅខ្ជូតរហូតដល់ស្អាតរហូតហ្មងបាទហើយអាយដល់តាំងពីក្មេងជំរាបសួរបងខ្ញុំកកណាសប្តាហ៍ថ្ងៃខ្ញុំគឺជា back end developer នៅក្នុងមុនឯកជនមួយហើយចំណូលចិត្តរបស់ខ្ញុំចូលចិត្ត coding ដូចចិត្តទៅចូលហាងកាហ្វេនៅពេលដែលទៅពីការងារអញ្ចឹងណាបងម៉ូតូនេះខ្ញុំជិះបាន 3000 គីឡូជាងបង6ខែបងប្រហែលកន្លះឆ្នាំវាអត់ត្រូវការដាក់លេខញញ៉ៃច្រើនវាស្រួលក្នុងការបើជិះក្នុងក្រុងហ្មងឬតើនេះហ្មងឈប់ stop ឈប់អីយើងត្រូវការសាងលេខសាងអីអញ្ចឹងណាបងបាទវាបែបកាហ្វេ racer ហ្មងដូចអាម៉ូតូលាបធំមកជិះទៅកោងហ្នឹងមើលទៅ cool តែលោកបាទស្រឡាញ់វាអាចផ្លាស់ប្ដូររបៀបថាលេង style សូម្បីតែកញ្ចក់វាក៏វាមានដូរបានកញ្ចក់វាមាន2ហើយជាមួយនឹងកែបក្រោយវាក៏អាចដូរបានហើយយើងចង់ជិះម្នាក់ឯងដាក់អាកែបមួយហ្នឹងទៅចង់ជិះគ្នាច្រើនមានអ្នកឌុបមានអ្នកអីយើងជិះយើងដាក់កែបបន្ថែមទៀតបាន coolបានជាខ្ញុំដាក់ស្លាកលេខកម្ពុជាដោយសារតែវាប្លែកហើយធ្លាប់តែមាននៅលើឡានដល់ពេលយើងអាចដាក់លើម៉ូតូយើងដែរយើងក៏សម្រេចចិត្តដាក់ទៅហើយណាមួយបានដាក់ជាមួយនឹងឈ្មោះរបស់យើងទៀតហ្មងបើនៅតាមផ្លូវគេអត់មើលបងប៉ុន្តែពេលចាក់សាំងទៅអីហ្នឹងណាម៉ូតូនេះដូចយើងធំប្លែកហ្នឹងមកពីណានេះនិយាយគេសួរលៀងម៉ូតូអីគេសួរដែរជិះម៉ូតូម៉ាកអីគេអូន Peugeot បងតែគេអត់ដឹងប៉ុន្តែគាត់ចាប់អារម្មណ៍មែនតើម៉ូតូនេះវាមើលទៅវាប្លែកអញ្ចឹងណាបងបាទបើនៅក្នុងក្រុមបងណាខ្ញុំសែនចូលគាត់ថាម៉ូតូហ្នឹងទូចតពេលខ្ញុំទៅ showroom ខ្ញុំថតសារថ្មីមិនគាត់ទៅស្អាតរបស់គេដែរឡយប្លែកដល់ពេលឃើញនៅក្រៅទៅថាវ៉ាវទៀតបាទបានជាខ្ញុំជ្រើសរើសយកម៉ូតូ Peugeot ដោយសារតែអាយុកាលរបស់វាមកច្រើនឆ្នាំអីវាមានទាំង model របស់ Land របស់អីទៀតអញ្ចឹងណាបងវាប្លែកហើយបោះបារាំងអញ្ចឹងចំពោះម៉ូតូនេះតាំងតែញមកខ្ញុំទៅតែបានទៅសប្តាហ៍របស់ខ្ញុំនៅតែកែវវិញបងជិះបានចម្ងាយខ្ទង់75គីឡូ80គីឡូអីណាឆ្ងាយបំផុតតែនឹងសិនដែរបានចុះ trip វិញបើចំពោះខេត្តដែលខ្ញុំចង់ទៅហ្មងមានច្រើនណាបងមានការីរ៉ុំមានកពតមានកែបមានសៀមរាបអីចឹងណាប៉ុន្តែខ្ញុំ plan ទៅការីរ៉ុំព្រោះផ្លូវស្រួលដែរហើយទេសភាពទៅលើហ្នឹងស្អាតយើងជិះបែបព្រៃព្រឹក្សាអីចឹងណាហើយចំពោះម៉ូតូនេះទៀតវាសុបាយជិះហ្មងនិយាយទៅបាទការ៉េតបើម៉ូតូនេះអាចឥឡូវខ្ញុំមកសូវតនេច្រើនដែរបើតនេអាចមានពេលចុះ trip ចុះអីខ្ញុំនឹងដាក់អាក្លុបក្រោយយើងអាចកំងពីតាប៉ៅពីអីបានទៀតណាបើចង់ upgrade កាន់តែខ្លាំងហ្មងខ្ញុំនឹងយក model ចុងក្រោយរបស់ Peugeot នេះដែរវាមានទាំង smart key ក៏ដូចជា counter LCD ពេញហ្នឹងក្នុងក្រុងចាក់8លីត្រកន្លះហ្នឹងជិះបានខ្ទង់2អាទិត្យទៅមកយើងអត់ត្រូវការចាក់ទៅវិញទៅមកវាអត់ត្រូវការទេថាជាងចាក់តែម្ដងយើងជិះបានច្រើនចំពោះប្រាំង ABS ខ្ញុំធ្លាប់ជួបហេតុការណ៍មួយឡានហ្នឹងគាត់ឈប់ទិញអីប៉ុន្តែគាត់ឈប់ឡើងយូរដែរយើងមើលពីចម្ងាយមកបន្ទាប់មកគ្រាន់តែជិះជិតដល់គាត់បើកទ្វារឡានចុះទិញអីប៉ុន្តែគ្រាន់តែខូនភ្លាមខ្ញុំមានចម្ងាយខ្ញុំទៅខ្មាំងងឹបអត់អីសំថាវីហើយហ្នឹងបើសិនជាបានឌុបតារាល្បីមែនខ្ញុំចង់ឌុបបងសុខវិស័យតែគាត់ចាស់សោះហ្មងគាត់ទៅខ្ជូតរហូតដល់ស្អាតរហូតហ្មងបាទហើយអាយដល់តាំងពីក្មេងជាចុងក្រោយខ្ញុំ recommend ចំពោះបងប្អូនដែលគាត់ស្រឡាញ់របៀបបែប classic vintage អីផ្សេងៗហ្នឹងគាត់អាចមើលជាមួយនឹងម៉ូតូ Peugeot Django នេះបាន design មកបែប unique classic ការប្រើប្រាស់គឺស្រួលខ្លាំងមែនទែនបាទអរគុណជម្រាបលាបង